នឹងឯនឹងអស់គ្នាពីច្រើនខ្ញុំចូលចិត្តអានសៀវភៅជាភាសាអង់គ្លេសដែលមានកម្រិតទាបល្មមដែលធ្វើឲ្យខ្ញុំអានទៅងាយស្រួលយល់តែមួយរយៈក្រោយនេះខ្ញុំក៏សម្គាល់ឃើញថាកម្រិតភាសាខ្មែររបស់ខ្ញុំមានបញ្ហាការសរសេរមិនសូវបានល្អដូចពីមុនភ្លេចពាក្យច្រើនជាពិសេសពាក្យដែលមានរឬក៏អត់រហ្នឹងវាមិនមែនភ្លេចទាំងស្រុងទេប៉ុន្តែវាធ្វើឲ្យយើងនឹងសពេចសពិលមិនអាចកំណត់បានថាពាក្យហ្នឹងត្រូវឬខុស 100% អញ្ចឹងខណៈពេលដែលខ្ញុំសរសេរគឺខ្ញុំត្រូវឆែកវចនានុក្រមជាញឹកញាប់ហើយមិនត្រឹមតែការសរសេរទេសូម្បីតែការនិយាយក៏មិនបានល្អដូចពីមុនដែរហាក់ដូចជានិយាយទៅបញ្ជាក់ដដែលច្រើនដងមិនរលូនមិនមានការប្រើប្រាស់ធ្នាក់ឬក៏ឆ្នាប់ឲ្យបានត្រឹមត្រូវមិនមានលំដាប់លំដោយបានល្អដូចពីមុននេះប្រហែលមកពីយើងរវល់ធ្វើការរាប់ឆ្នាំហើយភាគច្រើនឯកសារតាក់ទងជាមួយការងាររបស់យើងជាភាសាអង់គ្លេសហើយយើងសរសេរកូដក៏មិនមែនសរសេរជាភាសាខ្មែរដែរហើយផ្នែក IT ហ្នឹងក៏មិនសូវចេះនិយាយគ្នាច្រើនទៀតគិតតែពីសំងំធ្វើការរៀងខ្លួនដល់ម៉ោងចេញទៅផ្ទះរៀងខ្លួនស្អែកឡើងម៉ោង6មិនទាន់ទេដល់កន្លែងធ្វើការវិញទៀតហើយដូចនេះបានជាខ្ញុំចាប់ផ្ដើមអានសៀវភៅភាសាខ្មែរខ្លះវិញឥឡូវខ្ញុំអានសៀវភៅមួយនេះចំណងជើងគឺមេដែកជារបស់ក្រុមចាបក្រហមដោយសារជាភាសាខ្មែរខ្ញុំអានបានលឿន340ទំព័រឥឡូវខ្ញុំអានដល់280ទៅហើយក្នុងរយៈពេលដូចជាមួយអាទិត្យខ្ញុំអានមកដល់ចំណុចប៉ុណ្ណឹងយល់ឃើញថាសៀវភៅនេះល្អផ្ដល់គំនិតកសាងប្រាក់ចំណូលបន្ថែមវិធីសាស្ត្រខ្លាយជាបុគ្គលិកល្អមេល្អហើយមានចំណុចល្អជាច្រើនទៀតខ្ញុំនឹងបញ្ចប់សៀវភៅមួយនេះក្នុងពេលឆាប់ហើយខ្ញុំនឹងបន្តអានសៀវភៅខ្មែរមួយចំនួនទៀតដែលខ្ញុំបានទិញមកហើយឥឡូវខ្ញុំកំពុងតែ unbox សៀវភៅនេះខ្ញុំទិញពីអនឡាញហើយខ្ញុំឃើញថាគេមានការ free មួយក្បាលអញ្ចឹងក៏ខ្ញុំចាប់អារម្មណ៍ទៅខ្ញុំឃើញយើងទិញ2ក្បាលបាន free មួយក្បាលអញ្ចឹងណាហើយទៀតពិតអ្វីសៀវភៅដែលខ្ញុំចាប់អារម្មណ៍ជាងគេនោះគឺសៀវភៅមួយដែល free ហ្នឹងឯង